ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំបានលើកយកគន្លឹះ5យ៉ាងនេះជួយឲ្យសុខភាពបេះដូងរឹងមាំសុខភាពបេះដូងមិនទាល់តែអ្នកជំងឺទើបត្រូវយកចិត្តទុកដាក់នោះទេចំពោះអ្នកមានសុខភាពល្អក៏ត្រូវខ្វល់ខ្វាយនិងការពារឲ្យបានល្អព្រោះថាជំងឺបេះដូងគឺជាជំងឺដែលគ្រោះថ្នាក់ហើយពិបាកព្យាបាលនៅពេលដែលកើតមានដូច្នេះអ្វីដែលសំខាន់យើងត្រូវចេះថែរក្សាសុខភាពបេះដូងឲ្យបានល្អដោយអនុវត្តវិធីមួយចំនួន 1. គ្រប់គ្រងរបបអាហារឲ្យបានល្អការគ្រប់គ្រងរបបអាហារគឺជារឿងចាំបាច់បំផុតសម្រាប់សុខភាពបេះដូងយើងអាចជ្រើសរើសប្រភេទអាហារដែលមានវីតាមីនរ៉ែដូចជាពពួកបន្លែផ្លែឈើនិងពពួកប្រូតេអ៊ីនដែលមាននៅក្នុងសាច់ត្រីនិងសាច់គ្មានខ្លាញ់ចំពោះអ្នកដែលចូលចិត្តញ៉ាំសាច់ក្រហមដូចជាសាច់គោសាច់ជ្រូកសាច់ពពែសាច់ចៀមជាដើមនិងប្រភេទអាហារប្រៃផ្អែមអាហារខ្លាញ់ក៏គួរតែកាត់បន្ថយលើសពីនេះទៅទៀតចំពោះអ្នកដែលជក់បារីក៏ត្រូវបញ្ឈប់និងអ្នកផឹកស្រាផឹកភេសជ្ជៈកំប៉ុងក៏គួរតែកាត់បន្ថយផងដែរអនុវត្តបែបនេះក៏រួមចំណែកជួយឲ្យសុខភាពបេះដូងមានសុខភាពល្អ 2. ការគ្រប់គ្រងសម្ពាធឈាមការលើសសម្ពាធឈាមញឹកញាប់ក៏អាចប្រឈមនឹងកើតជំងឺបេះដូងបានពិសេសប្រភេទជំងឺស្ទះសរសៃឈាមបេះដូងតែម្ដងក្នុងចំណុចនេះគឺផ្ដោតសំខាន់ទៅលើអ្នកដែលមានបញ្ហាលើសគីឡូនិងអ្នកជំងឺទឹកនោមផ្អែមប្រភេទ 2 ត្រូវតាមដានសម្ពាធឈាមឲ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យ 3. គ្រប់គ្រងការស្ត្រេសអ្នកដែលមានបញ្ហាស្ត្រេសច្រើនក៏អាចប្រឈមកើតនឹងជំងឺបេះដូងបានព្រោះការកើតជំងឺស្ត្រេសបណ្ដាលឲ្យយើងមានបញ្ហាគេងមិនលក់ប៉ះពាល់ដល់សុខភាពនិងប្រឈមលើសសម្ពាធឈាមដូច្នេះការគ្រប់គ្រងស្ត្រេសបានល្អក៏ជាផ្នែកមួយជួយឲ្យបេះដូងមានសុខភាពល្អ 4. ការហាត់ប្រាណឲ្យបានជាប្រចាំការហាត់ប្រាណឲ្យបានទៀងទាត់ដូចជារត់ដើរលេងកីឡាផ្សេងៗដើម្បីជួយឲ្យរាងកាយមានចលនាអាចប្រើប្រាស់ថាមពលត្រឹមតែ30នាទីក្នុងមួយថ្ងៃក៏ជួយឲ្យបេះដូងមានសុខភាពល្អការហាត់ប្រាណអាចកាត់បន្ថយបរិមាណកូលេស្តេរ៉ុលក្នុងឈាមបានលឿននិងមានប្រសិទ្ធភាពផងដែរ 5. ការពិភាក្សាជាមួយគ្រូពេទ្យក្នុងករណីនេះយើងមានប្រវត្តិសមាជិកគ្រួសារកើតជំងឺបេះដូងយើងគួរតែទៅជួបគ្រូពេទ្យផ្នែកបេះដូងដើម្បីទទួលការប្រឹក្សាពីហានិភ័យនិងការការពារមុនពេលជំងឺនេះអាចកើតឡើងមកលើយើងបានបាទសម្រាប់អត្ថបទនេះផងដែរខ្ញុំបានដកស្រង់ចេញពីគេហទំព័រដែលមានឈ្មោះថា Hello គ្រូពេទ្យខ្ញុំសូមអភ័យទោសរាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសខុសឆ្គងកើតឡើងដោយអចេតនាត្រង់ចំណុចណាមួយជាចុងបញ្ចប់សូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អនិងប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយបាទសូមអរគុណ